បន្ទាប់មកគឺឈៀវបែលឯងពិតជាគ្មានបានការមែនឯងជំពាក់លុយប៉ាឯងប៉ុន្មានក្រៅពីពួកយើងតើអ្នកណាឲ្យឯងខ្ចីលុយការប្រាក់ខ្ពស់ណាស់30ឬ50ឆ្នាំទៀតក៏ឯងសងមិនអស់ដែរឈៀវយាវកុំបារម្ភអីម៉ាក់ច្បាស់ជាសងពួកគេវិញឆាប់នេះសងវិញសងដោយការយកសពឬអ្នកណានិយាយថានាងសងមិនបានអ្នកនាងខេនមិនមែនចង់ចេញមុខជំនួសគេទេដឹងខ្ញុំមិនត្រឹមតែសងជំនួសនាងទេថែមទាំងក្នុងនាមជាប្រធានក្រុមហ៊ុន Jobber Group ខ្ញុំប្រកាសថាចាប់ពីថ្ងៃនេះទៅគ្រួសារវូនឹងក្លាយជាគ្រួសារអភិជនលំដាប់ទី1អ្នកណាក៏ចេះអួតដែរក្រុមហ៊ុនលោករូបស្ម័គ្រចិត្តជួយមួយដៃខ្ញុំតំណាងឲ្យបេងហេស្ម័គ្រចិត្តជួយមួយដៃដែរឈៀវយីវអ្នកលែងជាមនុស្សធម្មតាទៀតហើយអ្នកគឺជាម្ដាយរបស់មហាសេដ្ឋីពិភពលោកជាបុគ្គលដែលគ្រប់គ្នាគោរពកត់ក្រែងអ្នកលែងជាមនុស្សធម្មតាទៀតហើយអ្នកគឺជាម្ដាយរបស់មហាសេដ្ឋីពិភពលោកនាងជាម្ដាយរបស់មហាសេដ្ឋីពិភពលោកចឹងខ្ញុំជាម្ចាស់ផែនដីហើយបងស្រីពួកនេះសុទ្ធតែជាតួសម្ដែងដែលបងជួលមកមែនទេមិនមែនចង់បោកប្រាស់ទេដឹងអួតឡើងកប់ពុកហើយឈៀវបែលឯងជួលពួកតួសម្ដែងនេះអស់លុយប៉ុន្មានហ៊ានសង្ស័យអត្តសញ្ញាណត្រកូលលោករបស់ខ្ញុំផងអេះបងស្រីកូនឆែវ